ជំរាបសួរបាទថ្ងៃនេះក៏ដូចជាថ្ងៃធម្មតាសកម្មភាពដដែលគឺសម្អាតថ្នាក់រៀនតុបតែងថ្នាក់បដូររូបភាពបាទពិនិត្យមើលសិស្សតែប៉ុណ្ណឹងឯងមួយថ្ងៃសំខាន់ឲ្យតែសិស្សគាត់មានរបៀបបាទសិស្សគាត់រៀនចូលគាត់យល់មេរៀនគឺសប្បាយចិត្តហើយមានអីសប្បាយចិត្តជាងការផ្ទេរចំណេះដឹងឲ្យសិស្សឲ្យគាត់សប្បាយគាត់មានសិលធម៌ល្អបាទគាត់ចេះគោរពគ្រូគោរពមិត្តភ័ក្តិស្រឡាញ់គ្នាពេញចិត្តក្នុងការរៀនបាទសកម្មភាពមួយចំនួនដូចជាការពិភាក្សាក្រុមការធ្វើការជាក្រុមការយកចិត្តទុកដាក់បាទការប្រុងប្រយ័ត្នគឺសប្បាយចិត្តហើយសម្រាប់អាជីពជាគ្រូបង្រៀននេះយ៉ាងដែរពេលគាត់ធ្វើការជាមួយគ្នាគាត់យល់គ្នាគាត់ចេះការពារគ្នាគាត់ចេះរកចំណុចខ្វះខាតរកចំណុចល្អចេះសួរដេញដោលក្រុមផ្សេងគាត់ពិភាក្សាគ្នាមើលទៅសប្បាយមែនទែនបាទគិតទៅក្មេងៗសម័យឥឡូវសប្បាយនឹងការរៀនមែនទែនហើយសំណាងណាស់ព្រោះអគារសិក្សាគឺមានច្បាស់លាស់បាទមិនដូចកាលពីសម័យខ្ញុំទេរៀននៅក្នុងកុដិលោកពេលខ្លះក៏រៀនក្រោមដើមឈើបាទល្អមែនទែនហើយជួនកាលក៏ភ្លៀងទៅក៏រត់ចូលក្រោមកុដិលោកវិញមិនបានរៀនតែឥឡូវគាត់មានអគារសិក្សាណាគាត់មានតុបរិក្ខារគាត់ស្អាតបាតសម្ភារៈឧបទេសគាត់មានរូបភាពនៅជញ្ជាំងជំនួយដល់ស្មារតីការសិក្សារបស់គាត់ណែក្រៅពីគាត់ពិភាក្សាក្រុមហើយគាត់ចេះរើតំណាងក្រុមឡើងបកស្រាយនៅអ្វីដែលគាត់បានរៀនណាបាទនៅអ្វីដែលគាត់បានឃើញអ្វីដែលគាត់បានពិសោធន៍សរសើរមែនទែនសរសើរគាត់មែនទែនពួកគាត់គឺសហការគ្នាមែនទែននេះគ្រាន់តែជាក្រុមមួយដែលខ្ញុំបានលើកឡើងមកដោយសារការបង្ហាញរបស់គាត់បានល្អបាទហើយហ្នឹងក៏ខ្ញុំក៏នៅលេងមួយសិស្សដែរពេលតនេខ្លះចឹងទៅម៉ោងចេញលេងម៉ោងសម្រាប់ពេលតុបតែងថ្នាក់បាទ